ស្ដីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តសម្រាប់អ្នកចង់បាក់កាហ្វេខ្ញុំអាចដូនេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះសត្វព្រៃ level 4000ជាងពីកន្លែងណាមិនរួចនេះផ្អែមល្ហែមពេកហើយក្នុងសម្រាប់នេះដើម្បី experience របស់ខ្ញុំចង់កាត់ជើងរបស់អ្នកចេញទាញយកកុក level របស់អ្នកពិតជាអ្វីផ្សេងទៀតអីគេតើគាត់ធ្វើអ្វីហ្នឹងអ្វីទាំងអស់ដែលគាត់បានធ្វើកាវ៉ាបានទាំងអស់ដាវមួយហើយជើងរបស់បុព្វបុរស Feria ដែលបានហាន់ជាចំណិតនោះការវាប្រហារនេះមិនបានសម្រេចទេម្ដងទៀតហើយការខំខ្លួនគាត់នៅទីនេះគឺជាមូលហេតុដែលបាត់បង់យើងមិនដឹងពីមធ្យោបាយវាប្រហារឬការពីរបស់គូប្រកួតទេវាមិនមែនជារឿងជាអ្វីទេក្នុងការបន្តប្រឈមមុខនឹងគាត់ដោយផ្ទាល់ការទាញគាត់ចេញពីប៉មដ៏ធំគឺជាអតិភិបចម្បងឥឡូវនេះគាត់នៅជាទីក្រុងប៉មរយៈពេកហើយយើងមិនអាចអនុញ្ញាតឲ្យមនុស្សចម្លែកអាកំបាំងនេះដើម្បីចូលទៅទីក្រុងបានទេអ្នកគឺជាគោលដៅបច្ចុប្បន្នរបស់គាត់គឺបុព្វបុរស Feria នឹងគាត់ទៅឆ្ងាយហើមទឹកមកសម្រាប់គាត់នេះជាវាស្មៅផ្ទះរបស់យើងព្យាយាមជៀសវាងការវាប្រហារចម្លែកទាំងនោះរបស់គាត់ទៀតទៅប្រដាំឈើដើម្បីការពារអ្នកដូចជាឋានរត់អញ្ចឹងខ្ញុំនឹងឲ្យអ្នកចេញទៅឆ្ងាយគាត់អាចហោះបានប៉ុន្តែនៅលើអាកាសដោយគ្មានឧបសគ្គគាត់ត្រូវតែតាមតាន់គាត់អាចទម្លាក់ការវាប្រហារមកខាងពីលើចុះក្រោមប្រកខ្ញុំ experience ដើម្បីខ្ញុំអាចឡើងកម្រិតបានបើពួកគេទាំងពីរកំពុងរត់លើដី Procreton Friend និងលឿនជាង Pro Center Feria ខ្ញុំនឹងអនុញ្ញាតឲ្យមានវិធីសាស្ត្រដែលអ្នកបានស្នើឡើងអីគេការញ័រនឹងសំឡេងផ្ទុះនោះជាអ្វីទៅការវាប្រហាររបស់បុព្វបុរស Feria គឺជាការវាប្រហារដោយតកកដ៏ខ្លាំងក្លាមួយដែលមានបំណងសម្រាប់អ្នកឈានពៀនវាពិតជាមានអនុភាពខ្លាំងណាស់តែសូម្បីតែអ្នកដែលនៅកម្រិត9ដើមក៏មិនអាចរួចផុតពីគ្រោះថ្នាក់ដែរបើពួកគេមិនការពារខ្លួនក៏ប៉ុន្តែមិនអាចធ្វើអ្វីក៏បានទេហើយវាគួរជាការវាដោយផ្ទាល់នឹងមិនមានការការពារមកលើគាត់ការវាប្រហារមួយទៀតគាត់តែមកពីការចង្អុលដាវរបស់គាត់ប៉ុណ្ណោះlevelរបស់អ្នកខ្ពស់ជាងខ្ញុំឆ្ងាយណាស់ប៉ុន្តែអរគុណចំពោះភាពស៊ីចង្វាក់គ្នារបស់យើងទេ Feria សូមអរគុណដល់កំភ្លើងភ្លោះមើលទៅដូចជាខ្ញុំមានប្រយោជន៍ជាងហើយដូច្នេះខ្ញុំអាចប្រើវាបានល្អឥតខ្ចោះខ្ញុំលើកតែឡើងកម្រិតរបស់ខ្ញុំអូខេប្រហែលខ្ញុំ experience ដើម្បីឲ្យខ្ញុំអាចឡើង level បានឥឡូវនេះទុកឲ្យខ្ញុំសម្រាប់អ្នកចោះ